បាទជំរាបសួរថ្ងៃនេះខ្ញុំថតវីដេអូខ្លីមួយនេះដើម្បីឆ្លើយសំណួរខ្មែរយើងសួរខ្ញុំច្រើនដងរបៀបទិញត្រូហើយទិញកន្លែងណាណាបាទហើយរូបត្រូនេះខ្ញុំដាក់លើ website ខ្ញុំណាហើយកន្លែងទិញត្រូក៏ខ្ញុំដាក់នៅខាងក្រោមវីដេអូនឹងដែរយើងមើលទៅណាបាទហើយយើងតេទូរស័ព្ទទៅតេទៅគេទៅ telephone ទៅគេ call គេទៅណាបាទហើយសួរគេទៅខ្ញុំអត់ស្គាល់គេទេណាបាទអ្នកលក់ត្រូលក់គ្រឿងភ្លេងនឹងតែក្រុមខ្ញុំមានអាស័យដ្ឋាននោះខ្ញុំយកចេញពីរូបតខេមួយគេបិទធ្វើពាណិជ្ជកម្មផងគេលឺចបៃអីផងគេហ្នឹងបានខ្ញុំកត់ទុកព្រោះខ្មែរយើងអាសាសួរខ្ញុំបាទហើយណែត្រូនេះសម្លេងវាល្អណាស់ត្រូមួយហ្នឹងអញ្ចឹងបានខ្ញុំថតរូបហ្នឹងណាដាក់ຂະຫນາດបង្ហាញខ្មែរយើងហើយតាមលឺគេនិយាយថាត្រូហ្នឹងត្រូរបស់គ្រូហ៊ុនខ្ញុំដឹងមែនទេណាបាទហើយលោកគ្រូហ៊ុននោះយើងខ្មែរយើងបើមិនស្គាល់ទេគឺលោកគ្រូហ៊ុនគឺគាត់អ្នកបកកែណាត្រូក៏កោតព្រោះណាត្រូបនប្របាក់មិនក៏គាត់កោតទៅយើងឡើងស្ដាប់ទៅយើងឡើងទុនខ្លួនគឺទុនខ្លួនយ៉ាងមកដូចយើងត្រូវស្នេហ៍អ្វីមួយអញ្ចឹងទៅណាពីពួកគាត់កោតព្រោះណាបាទឥឡូវយើងជ្រើសរើសត្រូយ៉ាងម៉េចដែលសំខាន់ជាទីបំផុតត្រូនេះបំពង់ណាទៀតខ្ញុំពង្រីកឲ្យធំហើយដងនេះវែងមិនបាច់វែងមិនជាសំខាន់ប្រហែលទេយើងមើលទៅប្រហែលប៉ុណ្ណឹងបានទៅណា0.79 ម៉ែត្រអីទៅបានហើយឬក៏បាច់ 0.8 អីចឹងទៅណាបាទដែលសំខាន់មែនតើគឺពួកនឹងឯងណាហើយកន្លែងនេះឆាកក៏សំខាន់ដែរពូឆាណាយើងមើលមែនតើបើនៅមានតសៃល្អិតឆ្មាល់ដែលយើងមើលមិនឃើញនេះណាបាទគេយកមកធ្វើគេយកនៅខ្សែសទូចឬក៏កតុយសេះមកធ្វើយើងមើលទៅនៅបើមានកន្លែងតសៃណាធូអានឹងគឺគេអ្នកធ្វើនឹងអត់ចេះធ្វើទេពួកកោពិបាកកោណាតែមានតសៃណាធូមកណាវាធ្វើឲ្យសំឡេងឮមិនល្អម្ល៉េះយើងមើលមែនតើអត់គេទាញគេអ្នកចេះធ្វើគេទាញតឹងត្រង់ចឹងហ្មងបាទហ្នឹងហើយបើឈើវិញឈើណែបេងក៏តបានតាមខ្ញុំដឹងទេណាខ្ញុំមិនជាងឈើមិនជាងណែត្រូទេតែគ្រាន់តាមការពិសោធន៍របស់ខ្ញុំឮគេនិយាយតគ្នាមកហ្នឹងគឺណែបេងក៏តបានកញូងក៏តបានណែឆ្អឹងក៏តបានដែរណាឆ្អឹងកបីឆ្អឹងគោហ្នឹងតាមមើលទៅបាទឆ្អឹងសัตว์ណាហើយបើភ្លុកប្រយ័ត្នបន្តិចភ្លុកណាភ្លុកតម្រៃណាភ្លុកតម្រៃតាកយគេហាមមិនឲ្យលក់ដូរទេណាព្រោះមនុស្សសម្លាប់តម្រៃសឹងដាច់ពូជម្ល៉េះឲ្យគេហាមប្រយ័ត្នមែនតើភ្លុកតម្រៃប្រយ័ត្នកោចាប់បាទឥឡូវកន្លែងសំខាន់សម្រាប់ត្រូសោគឺបំពង់យើងមើលទៅណាប្រវែងវាប្រហែលជា117មីលីម៉ែត្រណាមីលីម៉ែត្រនេះណាមីលីម៉ែត្រខ្ញុំទៅសេបញ្ជាក់ខាងលើប្រហែលហ្នឹងទៅណាមិនបាច់ជាឲ្យចំអញ្ចឹងទេបើយើងទៅទិញយើងយកម៉ាត់ឬក៏បន្ទាត់ខ្លីទូចមួយដាក់ក្នុងកប៉ៅទៅឬក៏យកខ្សែមួយកត់គូសលើខ្សែទៅຂະຫນាតទីទូចទៅវាវាស់មើលទៅបាទឲ្យតែមិនឲ្យវាស៊ីគ្នាអញ្ចឹងឲ្យកុំឲ្យក្រាស់ពេកកុំឲ្យស្ដើងពេកដោយអាកន្លែងនេះអញ្ចឹងណានេះកម្រាស់វាហ្នឹងតែ7មីលីម៉ែត្របានហើយក្រាស់ជាងហ្នឹងអត់កើតទេបាទយើងវាស់ទៅណាហើយបើជុំវិញវានេះគឺបន្ទាត់ផ្ចិតវាហ្នឹងណារវិជ្ជមាត្រហ្នឹងគឺ80មីលីម៉ែត្រណាបាទបើថាបើមិនអញ្ចឹងទេអត់កើតទេណាបាទនឹងឯងទៅប៉ុណ្្នឹងឯងយើងមើល website ខ្ញុំទៅយកទំហំត្រូនឹងយកគ្រាន់តែជាប្រៀបធៀបទៅណាតែសំខាន់មែនតើអានឹងឯងបាទហើយវាថាដឹងតម្លៃប្រមាណប្រាប់ខ្ញុំផងដល់ខ្មែរយើងសួរខ្ញុំឲ្យដំណឹងតទៅទៀតណាបាទ